ជា柬埔寨ប្រជាជនក្នុងប្រទេសក្រៅប្រទេសគាត់នៅវាយប្រជាជនណាគេថ្នាក់ដឹកនាំនាយករដ្ឋមន្ត្រីចុងលីពួកគាត់មិនបានឲ្យជនជាតិថៃមកយកទឹកដីកម្ពុជាដល់ងាយស្រួលទេ很容易帶走ទឹកដីរបស់កម្ពុជាដូច្នេះយើងទាំងអស់គ្នាជាជនជាតិខ្មែរយើងត្រូវតែចេះស្រឡាញ់គ្នាទៅវិញទៅមក相亲相愛ជួយគ្នាទៅវិញទៅមកគោរពគ្នាទៅវិញទៅមកគ្រប់គ្រងផលិតផលក្នុងស្រុកណាគាត់នៃឆាងភីដូច្នេះទើបយើងអាចវាយដួលសត្រូវបានតាបាយសត្រូវទីរ៉ិនបាទត្រឹមត្រូវណាស់អូខេឥឡូវនេះសង្គ្រាមបានបង្រៀនយើងច្រើនណាស់教训我们ដូច្នេះយើងត្រូវតែចងចាំជីជុចុះអ្នកវិញតើអ្នកឥឡូវនេះមានគ្រប់គ្រងផលិតផលក្នុងស្រុកទេបាទអូខេទោះមានគ្រប់គ្រងឥឡូវ我支持ដល់អីគេខ្លះមើលនិយាយមើលឥឡូវខ្ញុំបានទិញផលិតផលក្នុងស្រុកច្រើនណា我买罐的产品很多sind我很多我买很多我买很多罐的产品មានអីខ្លះយក什么មានអីខ្លះនិយាយមើលយកដាក់ថ្មីងាប់យកយ៉ាកាវហើយទៀត牛奶ដោះគោអូដោះគោទៀតអីទៀតគាត់ថាខ្វងជ្រៀងស្រួយកាសុតអីទៀត苹果水果អូ水果ទៀតបាទហើយទៀតបាទបន្លែស៊ូឆាយបាទទៀតសាច់គោ牛肉猪肉សស្រាបៀปูហឺ啤酒អូปูហឺ啤酒ទៀតអត់ផឹកស្រាបៀរទេបាទផឹកតែស្រាក្រហមបាទអីធម្មតាបាទគេឲ្យទៀតមិនស្អីទៀតមើលអូនៅមានច្រើនទៀតដែរខ្ញុំនិយាយមិនអស់ទេកាប់ទៅផលិតផលរបស់កម្ពុជាយើងល្អខ្លាំងណាស់其实柬埔寨产品很好ណាមានគុណភាពល្អ质量很好有很好的质量有很好的质量ហើយតម្លៃក៏មិនថ្លៃខ្លាំងដែរ价格也不太贵耶យើងអាចទទួលយកបាន可以接受ដូច្នេះខ្ញុំអំពាវនាវ呼吁呼吸ដកដង្ហើម我呼吁ប្រជាជនកម្ពុជាសូមអ្នកគ្រប់គ្រងផលិតផលក្នុងស្រុកឆានភីណាបាទអ្នកទាំងអស់គ្នាគឺជាមនុស្សសំខាន់ណាស់重要的人ណាអ្នកទាំងអស់គ្នាជួយឲ្យប្រទេសជាតិយើងរីកចម្រើន国家发展ដូច្នេះអ្នកគ្រប់គ្រងផលិតផលក្នុងស្រុក支持នៃខាងភីធ្វើឲ្យប្រជាជនខ្មែរមានការងារធ្វើកងជក់មានប្រាក់ខែល្អចាមានការរស់នៅដ៏ល្អបាទដូច្នេះអ្នកទាំងអស់គ្នាត្រូវតែគ្រប់គ្រងផលិតផលក្នុងស្រុកពីមុនយើងគ្រប់គ្រងផលិតផលរបស់ថៃអូខេឥឡូវនេះប្រទេសថៃធ្វើឲ្យយើងឈឺចាប់ណាស់泰国人我们很伤心伤心ណាធ្វើឲ្យពួកយើងណាបែកបាក់គ្រួសារ让我们分开家庭ធ្វើឲ្យឪពុកយើងចាក់ចេញពីយើង让我的父亲离开我们ណាធ្វើឲ្យកូនណាចាក់ចេញពីម្ដាយ让孩子离开母亲离开离开母亲不了的离开母亲母亲cùng母亲เอาไปถือทะเลนะchứ tao không biết ăn thửทะเลนะដូច្នេះហើយហេតុអ្នកទាំងអស់គ្នាត្រូវតែស្រឡាញ់ប្រទេសរបស់ខ្លួន大家必须爱国爱自己的国家បាទត្រឹមត្រូវណាស់ដូច្នេះសង្គ្រាមពិតជាពិបាកខ្លាំងណាស់នេះគ្រាន់តែជាសង្គ្រាមព្រំដែនទេ这是边境的战争អ្នកដឹងទេកាលពីមុនសម័យខ្មែរក្រហមហុងកៅមាន政权នៅពេលនោះ
那时候កម្ពុជាទាំងមូលត្រូវបានឈ្លានពានហើយ前整个柬埔寨整个柬埔寨被侵略了被侵略了ណាខ្មែរក្រហមបានគ្រប់គ្រងកម្ពុជា 100%高棉人អត់ទេ红高棉人管理柬埔寨100%เจอ100នៅពេលនោះមនុស្សជាច្រើនបានបាត់បង់ជីវិត有很多人死亡了ដោយសារតែគ្មានអាហារហូបចុក因为没有食物吃ឪពុកម្ដាយរបស់យើងបានឆ្លងកាត់ហើយ已经通过了ដូច្នេះអ្នកអាចសួរឪពុកម្ដាយ所以你可以问你的爸爸妈妈សួរលោកតាលោកយាយ爷爷奶奶ព្រោះគាត់ប្រកាសជាប្រាប់អ្នកហើយ他们可以告诉你ដូច្នេះឥឡូវនេះប្រទេសជាតិយើងនៅមានសង្ឃឹម我的国家还有希望ព្រោះយើងមានថ្នាក់ដឹកនាំដ៏ឆ្លាតវៃ我们有领导人很聪明有很聪明的领导人有很聪明的领导人មានប្រជាជនដ៏អង់អាចក្លាហាន有勇气有勇气的人民បាទប្រជាជនដែលអង់អាចក្លាហានដូច្នេះយើងត្រូវតែសាមគ្គីជាធ្លុងមួយ我们需要团结一致ទើបអាចវាយផ្ដួលសត្រូវបាន打败敌人ណាដូច្នេះយើងជាប្រជាជនយ៉ាងមានយើងក៏មិនអាចអោបដៃឈរមើលទេ消手旁观បាទណាកងទ័ពអង្គអាចក្លាហាននៅខាងមុខជួយយើងហើយ勇气的军队在前面ជួយពួកយើងដូច្នេះយើងនៅខាងក្រោយយើងក៏ត្រូវតែជួយពួកគាត់ដែរខាមិនយ៉ាត្រឹមត្រូវណាដល់សារពេលវេលាដល់ហើយខ្ញុំនិយាយដល់ត្រឹមនេះដូច្នេះកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមទេភ្លើងសង្គ្រាមបានដុតខ្ទេចនៅអ្វីគ្រប់បែបយ៉ាង战火已经烧毁所有的一切ពួកយើងបានមើលឃើញហើយពួកយើងស្អប់សង្គ្រាមណា很讨厌战争ខ្ញុំមិនចង់ឲ្យសង្គ្រាមកើតឡើងទេ发生起来ដូច្នេះខ្ញុំសូមណាជូនពរដល់ថ្នាក់ដឹកនាំកម្ពុជា我要祝福领导人សូមឲ្យគាត់សុខភាពល្អមានកម្លាំងមានស្មារតីដឹកនាំប្រទេសជាតិ有精神ដឹកនាំប្រទេសជាតិតែជា領導国家បាទត្រឹមត្រូវអរគុណបងប្អូនដែលបានសន្ទនាជាមួយខ្ញុំបាទខ្ញុំគាំទ្រគំនិតរបស់អ្នក 100%意见100%បាទកម្ពុជាពិតជាត្រូវការសន្តិភាពមែនដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាសន្តិភាព保護和平យើងត្រូវចេះស្រឡាញ់គ្នាគោរពគ្នាទៅវិញទៅមកនៅពេលនោះប្រទេសជាតិរបស់យើងនឹងរឹងមាំហើយ坚强了ស្អីគេរឹងមាំ坚强了បាទដូច្នេះប្រទេសជាតិរីកចម្រើនឬក៏អត់发展还是不发展រឹងមាំឬក៏មិនរឹងមាំគឺចាប់ដើមពីអ្នកទាំងអស់គ្នានេះមិន开始បាទដោយសារពេលដល់ហើយខ្ញុំនិយាយដល់ត្រឹមនេះសង្ឃឹមថាវីដេអូនេះអ្នកទាំងអស់គ្នាសុទ្ធតែចូលចិត្តហើយអាចលើកកម្ពស់សមត្ថភាពភាសាចិនទៀតផង提高你们的水平បាទដោយសារតែយើងទៅរៀនមេរៀនច្រើនទៀតខ្ញុំនិយាយដល់ត្រឹមនេះចុះជូនពរអ្នកទាំងអស់គ្នាសុខភាពល្អប្រាថ្នាអ្វីបានសម្រេចការរៀនសូត្ររីកចម្រើនអីទេឧស្សាហ៍រកស៊ីមានបានសឹងអ៊ីស៊ីងឡុងរីកចម្រើនជារៀងរាល់ថ្ងៃអរទេណាគេចេះនិយាយមួយធានសៀងសាំអរនេះសូមទៅដែរលឺទាំងអស់គ្នាមួយបាទជាការលើកទឹកចិត្តដល់សិស្សរបស់យើងដែលបានសន្ទនាយ៉ាងល្អណាហើយសង្ឃឹមថាសិស្សយើងផ្សេងទៀតនឹងមានភាពក្លាហានឡើងនិយាយដែរការសៀងថងជាម៉ាន